ពេលណាលឺសូរដ្រូនមកឬក៏គ្រាប់ផ្លោងអីមកត្រូវមានការទៅរត់ក្រាបណាហើយបបរហ្នឹងយើងទុកសិនទុកម្ល៉េះសិនពេលណាស្ងាត់ដ្រូនស្ងាត់អីចឹងយ៉ាន់យើងមកឈរលក់ទៀតចាអត់ទេពិបាកទិញដែរអ្នកគ្រូពោះពេលចេញទិញអញ្ចឹងទុកកូនចៅនៅកន្លែងជំរុំទៅហើយការពារថាខ្លាចលោមានដ្រូនថៃអីមកកូនត្រូវរត់ចូលរត់តាមចាស់ចាស់ចឹងណាអ្នកហើយខ្ញុំយាយទៅទិញគ្រឿងចានៅតែបន្តលក់អត់ចំណេញទេអ្នកគ្រូបើខ្ញុំនៅដីថ្មដូនខ្ញុំលក់មួយចាន 5000 ចាខ្ញុំលក់នៅផ្លូវបែកឡើងទៅថ្មដូនចាន 5000 ដល់មកនេះខ្ញុំកាត់បន្ថយថាត្រឹម 3000 ចុះសម្រាប់ក្មេងដែលអត់ជន់ភាសឹកគ្នារត់មកអត់មានអីទេនិតក្មេងទូលក់ត្រឹម500ក៏លក់រំពឹងអ្នកគ្រូរំពឹងថាបែរជាបានទៅឆាប់ហើយព្រោះបបរថាប្តីលោកហ៊ុនម៉ាណែតលោកខ្នះខ្នែងដុតដៃដុតជើងជួយកូនចៅអំពីនេះដល់បរទេសឲ្យជួយសម្រាប់ថៃវាឈ្លានពានទឹកដីខ្មែរយើងហ្នឹងយើងរត់ចោលកូនចោលអញ្ចឹងអ្នកគ្រូចាខ្ញុំជីវភាពរស់នៅសប្តាហ៍ថ្ងៃខ្ញុំអាណិតផ្ទះអាណិតទឹកដីហើយអាណិតកងទ័ពតែការពារប្រទេសជាតិយើងគ្នាមានស្នាមរបួសមានអីដោយសារទឹកដីដោយសារការពារប្រជាជនគ្រប់គ្នាហ្នឹងអ្នកគ្រូក្មេងក៏ខានរៀន